នេះគឺជាទស្សនវិជ្ជាក្រោយគ្រោះរំជួយដីវាយប្រហារទីក្រុងបាងកករបស់ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រនេះតែម្ដងពលគឺអគារមួយដែលកំពុងតែសាងសង់នៅឡើយមិនទាន់បញ្ចប់ការសាងសង់ផងបានបាក់រលំស្ទើរតែទាំងស្រុងតែម្ដងខណៈដែលក្រុមសង្គ្រោះក៏បានឆ្លើយតបភ្លាមៗផងដែរដើម្បីជួយសង្គ្រោះអ្នកដែលនៅជាប់ក្រោមគំនរអគារបើយោងទៅតាមសេចក្តីរាយការណ៍របស់អាជ្ញាធរនៅក្នុងស្រុករបស់ថៃបានបញ្ជាក់ថាបច្ចុប្បន្ននេះគឺគេប៉ាន់ស្មានថានៅមានជាប់កម្មករនិងបុគ្គលិកដែលបំពេញការងារនៅក្នុងការដ្ឋានសាងសង់មួយនេះប្រមាណ50នាក់ផ្សេងទៀតខណៈក្រុមសង្គ្រោះកំពុងតែមមាញឹកញាប់ដៃញាប់ជើងដើម្បីកោះកកាយរកអ្នកដែលនៅរស់រានមានជីវិតពីការបាក់រលំអគារដោយសារតែការវាយប្រហារដោយគ្រោះរំជួយដីកម្រិត 7.7 Richter នៅក្នុងប្រទេសថៃមួយនេះគួរជម្រាបផងដែរថាកាលពីរសៀលថ្ងៃសុក្រទី28ខែមិនិនានេះប្រទេសថៃក៏ដូចជាប្រទេសមីយ៉ាន់ម៉ាសិតសឹងតែរងការវាយប្រហារពីគ្រោះរំជួយដីជាង7 Richter ដោយក្នុងនោះព័ត៌មានដែលផ្សាយប៉ុន្មានម៉ោងបន្ទាប់មកនេះគឺភាគច្រើនសិតសឹងជាព័ត៌មាននៅក្នុងប្រទេសថៃដោយឡែកប្រទេសមីយ៉ាន់ម៉ាក៏កំពុងរងចាំសេចក្តីរាយការណ៍បន្ថែមផងដែរយ៉ាងណាក៏ដោយគេសង្កេតឃើញថាអគារខុនដូអគារស្នាក់នៅនិងអគារធ្វើការជាច្រើននៅក្នុងទីក្រុងបាងកករបស់ប្រទេសថៃគឺសិតសឹងតែទទួលរងការរង្គោះរង្គើនិងយោគយល់ខ្លាំងមែនទែនដោយមានខ្លះបានបាក់រលំហើយខ្លះទៀតគឺអគារខ្ពស់ខុនដូតែម្ដងសិតសឹងតែទទួលរងការប៉ះទង្គិចរង្គើនិងមើលទៅគួរឲ្យភ័យខ្លាចមែនទែនភ្លាមក្រោយការវាយប្រហារដោយគ្រោះរំជួយដីប្រជាពលរដ្ឋបុគ្គលិកបំពេញការងារទាំងអស់គឺសិតសឹងតែបានចាក់ចេញនាំគ្នាសម្រុកចាក់ចេញពីអគាររស់នៅក៏ដូចជាអគារធ្វើការការិយាល័យធ្វើការរបស់ពួកគេដោយមកកកកុញពាសពេញដងផ្លូវនៅក្នុងទីក្រុងបាងកកតែម្ដងដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពនិងបង្ការក្រែងលោមានរំជួយដីនេះកើតឡើងជាថ្មីម្ដងទៀតផងដែរ